គិតទៅមើលថាតើយើងអានពាក្យនេះដូចគ្នាឬមួយក៏ខុសគ្នាបើយើងអានទៅតាមការផ្សំជញ្ជាក់ជាមួយនឹងស្រៈនោះគឺពាក្យទី1នោះអានថាញុះពាក្យទី2អានថាញុះនិងពាក្យទី3អានថាញុះសូរសំឡេងនៃពាក្យទាំង3នេះសឹងថាដូចគ្នា 100% ទៅហើយតោះមកមើលការបញ្យល់ជាមួយនឹងពាក្យស័ក្តិឬស័ក្តិសូរទាំង3នេះជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យទី1នោះគឺញុះញអូញូនិងសញុះថ្នាក់ពាក្យវាជាគុណនាមដែលមានន័យថាដែលទុំជ្រុលហួសពីធម្មតាឧទាហរណ៍ផ្លែស្វាយទុំញូដែលភាគច្រើននៅតាមជនបទគេនិយាយថាអូយស្វាយនេះទុំឡើងញូអស់អាលីងផ្លែចេកនេះទុំឡើងញូឡើងអាលួយអញ្ចឹងពាក្យញូនេះសំដៅទៅលើផ្លែឈើដែលទុំជ្រុលហួសពីធម្មតាតមកទៀតគឺពាក្យញុះទី2ញអ៊ូញុះថ្នាក់ពាក្យវាជាកិរិយាមានន័យថាវាគោះចុចដោយចុងដំបងចុងអន្លូងចុងញញួរជាដើមដែលពាក្យនេះភាគច្រើនគេប្រើនៅតាមរោងជាងឬក៏កន្លែងធ្វើការឧទាហរណ៍ដូចជាការតម្រឹមឈើឬក៏លើកកំណល់អីផ្សេងដែលខ្វះនៅចុងបន្តិចបន្តួចឬក៏លើសចន្លោះគ្នារួចហើយក៏មានភាគីម្ខាងទៀតក៏ប្រាប់មកថាឲ្យញុះបន្តិចឬក៏ចុចញញួរឬក៏យកញញួរដំបងໄว้ទៅគោះបន្តិចទៀតដើម្បីឲ្យរបស់នឹងត្រឹមឬក៏ស្មើគ្នាឧទាហរណ៍ថាយើងលើកឈើអ្វីមួយរួចហើយឈើនឹងវានៅលើសខ្វះគ្នាបន្តិចវាអត់ទាន់ស្មើរួចហើយក៏មានភាគីម្ខាងទៀតស្រែកមកថាមើលជួយញុះឲ្យបន្តិចទៀតដើម្បីឲ្យវាស្មើគ្នាមកជួយញុះបន្តិចមកចឹងមួយវិញទៀតពាក្យញុះនេះផងដែរគឺសំដៅទៅលើការសំពងដោយសម្ដីឬក៏ញុះលេងទៅលើបុគ្គលណាម្នាក់ឧទាហរណ៍ជាក់ស្ដែងនៅតាមទីជនបទគេតែងហៅពាក្យញុះនេះថាញោះលេងឬក៏ញោះក្មេងញោះគ្នាដើម្បីឲ្យមានភាពលេងគ្នាទៅវិញទៅមកឧទាហរណ៍ថាកុំខឹងពូឯងអីពូឯងគាត់តែញោះលេងទេគេនិយាយនៅតាមទីជនបទគេហៅថាញោះលេងទៅលើបុគ្គលណាម្នាក់បន្តមកទៀតគឺពាក្យចុងក្រោយនោះគឺពាក្យញុះញអ៊ូញុះថ្នាក់ពាក្យវាជាកិរិយាមានន័យថានិយាយចាក់រុកនាំឲ្យអុចអាលឲ្យរឹតតែខឹងឲ្យរឹតតែក្តៅឡើងឧទាហរណ៍ញុះឲ្យបែកសាមគ្គីដែលមានន័យត្រង់នោះគឺជាការញុះញង់ឲ្យភាគីម្ខាងទៀតឆ្លោះបែកបាក់គ្នា